ចៅចិត្តមិនមែនរស់នៅត្រឹមតែនាមជាកម្មករអណ្ដូងត្បូងទេរឿងកុលាបបៃលិនអ្នកនិពន្ធគឺលោកញុកថែមហ្នឹងដែលកំឡុងនិពន្ធរបស់គាត់យើងហៅថាឆ្នាំ1936ឬ1943កំឡុងនៃការនិពន្ធហ្នឹងអញ្ចឹងលោកយកមូលដ្ឋានគ្រឹះកុលាបហ្នឹងគឺតំណាងឲ្យសម្ផស្សស្ត្រីឬក៏មែនតើទៅបើយើងមើលទៅគឺថានារីក្រមុំអញ្ចឹងគឺនារីក្រមុំមាននរណាក្រៅពីនាងគុណរីអញ្ចឹងគឺនិយាយអំពីសម្ផស្សចរិយាធម៌ឬគុណសម្បត្តិលក្ខណៈសម្បត្តិនៃនាងគុណរីដែលរស់នៅខេត្តបៃលិនហ្នឹងឯងអញ្ចឹងបាទនាងគុណរីមានទំនាក់ទំនងជាមួយនឹងចៅចិត្តដែលតួអង្គចៅចិត្តបាទបានរសាត់អណ្ដែតចេញពីបាត់ដំបងមកនៅបៃលិនអញ្ចឹងមូលន័យបាទមូលន័យឬក៏អត្ថន័យនៃរឿងប្រធានរឿងសំខាន់បំផុតរឿងហ្នឹងគឺអ្នកនិពន្ធគឺលោកញុកថែមនឹងចង់ផ្ដើមឲ្យបងប្អូនបានសិក្សារឿងហ្នឹងឲ្យមានគំនិតនៅក្នុងការតស៊ូប៉ុន្តែមិនមែនការតស៊ូដោយគ្មានត្រីវិស័យការតស៊ូដោយគ្មានយុទ្ធសាស្ត្រតែការតស៊ូដោយគ្មានផែនការការតស៊ូដោយគ្មានចក្ខុវិស័យទេគ្រប់ការតស៊ូទាំងអស់ត្រូវតែមានបន្ទាត់ឋានច្បាស់លាស់ត្រូវតែមានផែនទីកំណត់ដែលយើងហៅថាត្រូវតែមានចក្ខុវិស័យឬក៏យើងហៅថាត្រូវតែមានត្រីវិស័យកំណត់មិនមែនគ្រប់រឿងថាតស៊ូបាទតស៊ូប៉ុន្តែយកអីទៅធ្វើការតស៊ូនៅក្នុងបញ្ហានៃការតស៊ូរបស់លោកញុកថែមតាមរយៈដំណើររឿងកុលាបបៃលិនលោកបានបង្ហាញអំពីសមត្ថភាពនៃការតស៊ូរបស់តួអង្គចៅចិត្តគឺមុនដំបូងបំផុតការតស៊ូនៅក្នុងការសិក្សាដែលចៅចិត្តអ្នកនិពន្ធបានពណ៌នាថារៀនបានចប់សញ្ញាបត្រប្រកាសនីយបត្រនៅវិទ្យាល័យព្រះស៊ីសុវត្ថិបាទនេះជាការតស៊ូរបស់គាត់នៅក្នុងការសិក្សាហើយការតស៊ូនៅក្នុងការងារនៅពេលដំណើររបស់គាត់បានទៅដល់ខេត្តបៃលិនគាត់មិនប្រកាន់ខ្លួនទេតាមរយៈសម្ដីរបស់គាត់តែគាត់ហ៊ានបាទឆ្លើយតបទៅនឹងគុណរីបាទរូបស្គមមានន័យថាម៉េចឃើញនាងគុណរីថាស្គមដូចញាណភិនអញ្ចឹងថាមនុស្សស្គមមិនមែនមនុស្សអត់កម្លាំងណាមិនអញ្ចឹងណាបាទមនុស្សសុចរិតមិនមែនសំដៅទៅលើមនុស្សល្ងងណាមិនអញ្ចឹងទេបាទអញ្ចឹងនេះជាការតស៊ូរបស់គាត់អ្វីដែលសំខាន់គឺគាត់តស៊ូនៅក្នុងការអនុវត្តអនុលោមទៅតាមបណ្ដាំឪពុកពលគឺស្ដាប់តាមបាទបណ្ដាំរបស់ខ្មោចតែជើមតែជាឪពុករបស់ចៅចិត្តខ្លួនទីពឹងខ្លួនប៉ុន្តែខ្លួនទីពឹងខ្លួននៅទីនេះមិនមែនមានមូលដ្ឋានថាមិនទៅឲ្យអ្នកដតីជួយអន្តរាគមន៍ទេប៉ុន្តែតែជើងគាត់ប្រាប់ហើយមិនអាចបដិសេធអ្នកដតីជួយយើងបានទេក៏ប៉ុន្តែមុននឹងឲ្យគេជួយត្រូវជួយខ្លួនឯងជាមុននេះគឺជាមូលដ្ឋាននៃការតស៊ូសំខាន់បំផុតរបស់ចៅចិត្តគឺចៅចិត្តត្រូវតែរំដោះខ្លួនចេញពីភាពអនាថាចេញពីជីវិតទុរគតពីព្រោះចៅចិត្តអត់មានទីពំនឹងពឹងពាក់អត់មានបង្អែកទៀតទេក្រោយពេលដែលតាជើមស្លាប់ទៅបាទហើយតួអង្គអ្នកនិពន្ធបានពណ៌នាឲ្យតាមរយៈសម្ដីរបស់តួអង្គហើយចៅចិត្តគឺសុំតែមានការងារធ្វើដើម្បីបានអាហារចំអែតកាពះចិញ្ចឹមជីវិតបន្តទៀតប៉ុណ្ណោះណានៅពេលដែលតាជើមគាត់បានស្លាប់តស៊ូសំខាន់មួយទៀតគឺតស៊ូអីគេបាទតស៊ូអភិវឌ្ឍសមត្ថភាពខ្លួនឯងចៅចិត្តមិនមែនរស់នៅត្រឹមតែនាមជាកម្មករអណ្ដូងត្បូងទេពេលទៅដល់បៃលិនចៅចិត្តបានរៀនអំពីវិធីនៃការជីកត្បូងរៀនអំពីវិធីនៃការគ្រប់គ្រងអណ្ដូងត្បូងរៀនអំពីវិធីបច្ចេកទេសនៃការមើលត្បូងឬក៏វិធីនៃការលក់ដូរត្បូងជាដើមតាមរយៈសង្កេតពិនិត្យអញ្ចឹងហើយទៅជាលោកលួងរតនសម្បត្តិទុកចិត្តតាមរយៈនាងគុណរីហ៊ានបកគលអីគេបាទហ៊ានបកគលឲ្យចៅចិត្តទៅជាអ្នកគ្រប់គ្រងបញ្ជីត្បូងនិងជាអ្នកបើកប្រាក់ខែឲ្យកម្មករទៀតឃើញទេហើយការអភិវឌ្ឍសមត្ថភាពបែបនេះឯងបន្តពីមួយជំហានទៅមួយជំហានពីមួយដំណាក់កាលទៅមួយដំណាក់កាលទើបចៅចិត្តអាចអភិវឌ្ឍខ្លាយខ្លួនទៅជាអីគេកូនប្រសាររបស់លោកលួងរតនសម្បត្តិមិនអញ្ចឹងទេអញ្ចឹងការតស៊ូមិនមែនការតស៊ូនៅត្រឹងទេមិនមែនការតស៊ូមួយនឹងបានជោគជ័យឲ្យចប់ទេតែការតស៊ូត្រូវមានមូលដ្ឋាននៃការអភិវឌ្ឍសមត្ថភាពជារឿយជាប្រក្តីជាលំដាប់ទៅតាមបន្តឋានមួយទៅតាមសភាពការទៅតាមលក្ខណៈនៃបញ្ហាដែលកើតមានណានៅពេលដែលមានដែលអភិវឌ្ឍសមត្ថភាពនឹងបានណានោះជីវិតរបស់យើងនឹងឈានទៅដល់ភាពឧត្តមឧត្តមដែលយើងនិយាយថាជាឧត្តមភាពនៃជីវិតណាក្នុងការតស៊ូនឹងទៀតសោតចៅចិត្តបានតស៊ូជំនះខ្លាំងជាងគេគឺបាទការតស៊ូជំនះទៅលើបញ្ហានៃវណ្ណៈស្នេហាឬក៏យើងហៅថាជញ្ជាំងវណ្ណៈនៃស្នេហាឬក៏ស្នេហាដែលមានជញ្ជាំងវណ្ណៈអញ្ចឹងទៅណាចៅចិត្តអាចយកឈ្នះលោកបល័តស្រុកសង្កែបានតាមរយៈអំពីអីគេដែលខ្ញុំសំណួរសួរថាយើងតស៊ូថាយើងយកអីទៅតស៊ូអាវុធអីបាទអ្វីជាអាវុធនៅក្នុងការតស៊ូអាវុធ
ដ៏មានឥទ្ធិពលអាវុធដ៏មានជាងជ័យអាវុធដ៏មានអានុភាពរបស់ចៅចិត្តគឺសំខាន់បំផុតសេចក្តីស្មោះត្រង់មនុស្សរស់នៅទីណាក៏ដោយប្រកាន់ខ្ជាប់នៅសេចក្តីស្មោះត្រង់បាទបើសិនជាគ្មានសេចក្តីស្មោះត្រង់ទេនោះមនុស្សមិនងាយនឹងទទួលបានជោគជ័យទេបើទោះបីជាការតស៊ូក្នុងកម្រិតណាក៏ដោយជាក់ស្ដែងយើងធៀបជាមួយតួអង្គចៅចិត្តជាមួយនឹងតួអង្គលោកបាឡាត់ស្រុកសង្កែសំណួរសួរថាតើលោកបាឡាត់មានសេចក្តីស្មោះត្រង់កម្រិតណាជាមួយនឹងមិត្តភ័ក្តិរបស់ខ្លួនពលគឺលោកលួងរតនសម្បត្តិមានសេចក្តីស្មោះត្រង់កម្រិតណាជាមួយនឹងនាងខុននារីដែលខ្លួនបាទតាមស្នេហាអញ្ចឹងទៅឃើញទេគ្រាន់តែករណីចោលប្លន់កដាព្រៃមួយលោកបាឡាត់បាទរត់គេចវេះពីបញ្ហាគ្មានជួយចូលអន្តរាគមន៍ទេឃើញទេតែនឹងសំណួរសួរថាមានសេចក្តីស្មោះត្រង់ករណីទី1ករណីទី2នៅពេលដែលគ្រាន់តែនារីដែលខ្លួនស្រឡាញ់ពលគឺលោកបាឡាត់ស្រុកសង្កែសារភាពប្រាប់នាងខុននារីថាស្រឡាញ់តែនាងខុននារីបដិសេធខ្លួនឯងអត់មានសេចក្តីស្មោះត្រង់រក្សាអំពីភក្តីភាពនៃចំណងនៃសេចក្តីស្នេហាហ្នឹងឬក៏ចំណងមេត្រីភាពរវាងដៃគូស្នេហាខ្លួនបែរជាបង្ខំចិត្តចាប់រំលោភនាងខុននារីករណីទី1ឃើញទេមានសេចក្តីស្មោះត្រង់អត់ចំពោះស្នេហាណាអត់មានន័យថាខ្លួនអត់បានប្រើនៅសេចក្តីតស៊ូជំនះឧបសគ្គដើម្បីបង្ហាញអំពីចិត្តភក្តីភាពរបស់ខ្លួននេះឧត្តមគតិនៅក្នុងសេចក្តីស្នេហាណាទៅនាងខុននារីតែបែរទៅជាប្រើអំពើហិង្សាប្រើអំពើព្រៃផ្សៃប្រើអំពើខូខើឬក៏ហៅថាប្រើអំពើទុច្ចរិតនៅក្នុងសេចក្តីបំពេញរាងកាយទៅលើនាងខុននារីឃើញទេហ្នឹងចំណុចទី2ចំណុចទី3ផ្សំគំនិតជាមួយនឹងលោកតកែផាន់ណាឃើញទេមានសេចក្តីស្មោះត្រង់ណាបែរជាមិត្តភ័ក្តិរាប់អានគ្នាយូរហើយបាទមានគំនិតទុច្ចរិតពីក្រោយឃើញទេនាំតកែផាន់មកប្លន់ណាមកប្លន់ផ្ទះលោកលួងរតនសម្បត្តិមានសេចក្តីស្មោះត្រង់អត់មានភក្តីភាពអត់មានសច្ចធម៌ក្នុងខ្លួនអត់ក្នុងនាមជាសមត្ថកិច្ចអាជ្ញាធររហូតមាននាមជាបាឡាត់ស្រុកសង្កែឃើញទេរបស់ហ្នឹងអត់ទេអញ្ចឹងมันអាចយកបានទេมันអាចយកទិញទឹកចិត្តនៃសេចក្តីស្នេហារបស់នាងខុននារីបានទេខុសពីចៅចិត្តនេះឯងជាមូលដ្ឋាននៃសេចក្តីតស៊ូសំណួរសួរថាយកអីទៅតស៊ូឃើញទេអានឹងករណីទី3ករណីទី4នៅតែចិញ្ចឹមចិត្តចាប់រំលោភនាងខុននារីនាំក្នុងគណៈពេលដែលនាំតែកែផាន់មកប្លន់ផ្ទះលោកលួងរតនសម្បត្តិហើយលោកបាទបាឡាត់ស្រុកសង្កែបានបង្ខំចិត្តចាប់រំលោភនាងខុននារីជាលើកទី2អាការបែបហ្នឹងឃើញទេគំនិតបែបហ្នឹងគ្មានសេចក្តីស្មោះត្រង់យើងផ្ទុយមកវិញអាវុធតស៊ូរបស់ចៅចិត្តគឺស្មោះត្រង់ភក្តីភាពសច្ចធម៌ក្លាហានពិសេសជឿជាក់លើសមត្ថភាពខ្លួនឯងតែលោកបាឡាត់អត់មានអាហ្នឹងទីបំផុតអ្នកនិពន្ធបានបង្ហាញអំពីទំហៀបនៃឬក៏ទំហៀបតួអង្គការប្រៀបធៀបតួអង្គបុគ្គលិកលក្ខណៈសម្បត្តិទីបំផុតតួអង្គលោកបាឡាត់ស្រុកសង្កែដែលធ្លាប់តែមានវណ្ណៈយុស័កកេរ្តិ៍ឈ្មោះកិត្តិយសឬក៏ការងារឧត្តមភាពនៅក្នុងជីវិតបែរជាធ្លាក់ដល់សូន្យធ្លាក់ដល់សូន្យមិនស្លាប់បាត់បង់ជីវិតមិនហ្នឹងឯងចៅចិត្តកើតចេញពីក្មេងអាណាថាគ្មានអ្វីទាំងអស់បាតដៃទៅទេតាមរយៈនៃសេចក្តីតស៊ូដែលបាទអាវុធតស៊ូរបស់ចៅចិត្តគឺសេចក្តីស្មោះត្រង់ហ្នឹងឯងការជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្លួននឹងឯងបាទសេចក្តីក្លាហានមានសច្ចធម៌មានភក្តីភាពចំពោះមនុស្សជុំវិញខ្លួនចំពោះសេចក្តីស្នេហាចំពោះការងារចំពោះការរៀនសូត្រចំពោះមិត្តភ័ក្តិណាទាំងអស់ហ្នឹងធ្វើឲ្យចៅចិត្តបានរំដោះខ្លួនចេញពីគេជីវិតជាក្មេងទុរគតពីក្មេងអនាថាពីមួយដំណាក់កាលទៅមួយដំណាក់កាលចៅចិត្តអាចអភិវឌ្ឍសមត្ថភាពខ្លួនคล้ายទៅជាឧត្តមបុគ្គលឬក៏คล้ายទៅជាបុគ្គលដែលមានបាទឧត្តមភាពនៅក្នុងជីវិតរស់ដោយអីគេបាទដោយភាពជឿជាក់រហូតលោកលួងរតនសម្បត្តិបកគលសេចក្តីទុកចិត្តនឹងឲ្យឃើញទេបកគលនាងខុននារីឲ្យបុត្រីទោលតែម្នាក់ទេណាហើយយើងឃើញអត់លោកលួងរតនសម្បត្តិជាថកែត្បូងដែលរស់ស៊ីជាមួយណាគេមួយភូមាមួយចិនមួយយួនមួយបារាំងមានជាងគេនៅមកបៃលិនហេតុផលអីបានជ្រើសរើសយកកម្មករខ្លួនឯងបកគលសេចក្តីទុកចិត្តបកគលសុភមង្គលជីវិតរបស់កូនស្រីតែម្នាក់គត់ជាកែវភ្នែកណាឲ្យកម្មករខ្លួនឯងមើលថែដែលមិនបកគលឲ្យលោកបាឡាត់ស្រុកសង្កែនឹងឯងឃើញទេអ្វីការអភិវឌ្ឍសមត្ថភាពតាមរយៈការតស៊ូនឹងហើយការយកអាវុធនៃការតស៊ូនេះមិនថាសេចក្តីស្មោះត្រង់បាទយើងយកបាទសេចក្តីស្មោះត្រង់ភក្តីភាពធ្វើជាអាវុធនៃការតស៊ូសច្ចធម៌បាទសេចក្តីក្លាហានការជឿជាក់លើសមត្ថភាពខ្លួនឯងផ្ដើមចេញពីការជឿជាក់លើសមត្ថភាពខ្លួនឯងនេះគឺជាបាទគឺជាឫសគល់ដែលសំខាន់បំផុតដែលនាំឲ្យជីវិតរបស់មនុស្សជោគជ័យក៏ប៉ុន្តែអាវុធតស៊ូនៅក្នុងចំណុច5យ៉ាងហ្នឹងសេចក្តីស្មោះត្រង់ភក្តីភាពសច្ចធម៌សេចក្តីក្លាហានការជឿជាក់លើខ្លួនឯងសមត្ថភាពខ្លួនឯងហ្នឹងគឺ
មនុស្សត្រូវតែមានអីគេជាសំខាន់ចំណេះវិជ្ជាដែលអ្នកនិពន្ធលោកញុកថែមតាមរយៈស្នាដៃរឿងកលាបៃលិនបានសរសេរមុនគេតាមរយៈសម្ដីរបស់បាទតួអង្គតាជើមខ្មោចតាជើមបាទជាឪពុករបស់ចៅចិត្រហ្នឹងគឺចៅចិត្របានរៀនចប់ប្រកាសនីយបត្រនៅវិទ្យាល័យព្រះស៊ីសុវត្ថិដូច្នេះការតស៊ូទាំងឡាយទាំងពួងណាមិនមានឫសគល់នៃចំណេះវិជ្ជាជាក់លាក់ទេមិនមានផែនការជាយុទ្ធសាស្ត្រច្បាស់លាស់ទេការតស៊ូទាំងហ្នឹងអាចមិនចំគោលដៅឬក៏ជាការតស៊ូដែលនាំឲ្យបរាជ័យកថាបានជាក់ស្ដែងដូចជាការតស៊ូរបស់លោកបាឡាត់ចឹងតស៊ូចាប់រំលោភនាងខុននារីតស៊ូចាប់រំលោភខុននារីឃើញទេជាការតស៊ូដែលគ្មានមូលដ្ឋានត្រឹមត្រូវដែលក្បត់នៅសច្ចធម៌ក្បត់នៅភក្តីភាពក្បត់នៅអត្តន័យនៃសេចក្តីស្នេហាឬក្បត់អត្តន័យនៃភាពស្មោះត្រង់ឃើញអ្នកនិពន្ធបង្ហាញតស៊ូដូចគ្នាក៏ប៉ុន្តែតស៊ូអ្វីដែលជាគោលការណ៍សំខាន់ឃើញទេអ្វីជាអាវុធនៃការតស៊ូចឹងគ្រប់យ៉ាងទាំងអស់ការតស៊ូត្រូវមានមូលដ្ឋានច្បាស់លាស់អាស្រ័យនៅលើគុណធម៌សិលធម៌បាទសុជីវធម៌រស់នៅជាក់ស្ដែងឃើញទេនេះជាចំណុចមួយដែលយើងអាចឆ្លុះបញ្ចាំងបានតាមរយៈស្នាដៃរឿងកលាបៃលិនរបស់លោកញុកថែមដែលនិយាយអំពីមូលបញ្ហាសំខាន់នៃការតស៊ូអញ្ចឹងការតស៊ូរបស់គាត់នៅក្នុងនេះដើម្បីបង្ហាញអំពីឧត្តមគតិរបស់រឿងឬក៏យើងហៅថាគំនិតអប់រំដែលនិយាយអំពីចំណងមេត្រីភាពនៃពលរដ្ឋស្នេហារបស់តួអង្គទាំងអស់ហ្នឹងចុងក្រោយយើងឃើញថាតាមរយៈហ្នឹងអ្នកនិពន្ធបានមិនបានអប់រំយើងឲ្យឃើញចំណុចអីយើងឃើញការអប់រំឬក៏ឧត្តមគតិរឿងយើងបែងចែកជាពីរជាធំឧត្តមគតិរឿងទី1ការអប់រំរបស់យើងចាត់ទុកថាផ្នែកវិជ្ជមានគឺតាមរយៈតួអង្គអីគេបាទតាមរយៈតួអង្គចៅចិត្រនេះជាគំនិតអប់រំវិជ្ជមានចុះគំនិតអប់រំអវិជ្ជមានតាមរយៈតួអង្គអីគេបាទអរគុណគឺតាមរយៈលោកបាឡាត់អញ្ចឹងគំនិតអប់រំតាមរយៈតួអង្គចៅចិត្រជាគំនិតអប់រំវិជ្ជមានទី1សំខាន់គឺតួអង្គចៅចិត្រមិនគំនិតអប់រំតាមរយៈរឿងហ្នឹងណាបាទស្មោះត្រង់ទី1គឺចៅចិត្រត្រូវមានភាពស្មោះត្រង់ហើយទៀតគំនិតអប់រំបាទក្លាហានហើយទៀតកតញ្ញូបាទកតញ្ញូមានន័យថាជាការគោរពការដឹងគុណកតញ្ញូទី1គឺចៅចិត្រកតញ្ញូចំពោះឪពុកកតញ្ញូទី2គឺចំពោះកតញ្ញូលោកលួងរតនសម្បត្តិក៏ដូចជាការឆ្លើយតបចំពោះទឹកចិត្តរបស់លោកគ្រូពេទ្យស្អាតនេះជាការកតញ្ញូរបស់ចៅចិត្រចំពោះទី1គឺតាជើមខ្មោចតាជើមត្រូវគោរពតាមបណ្ដាំទី2គឺគោរពលោកលួងរតនសម្បត្តិដែលផ្ដល់ការងារឲ្យធ្វើផ្ដល់កន្លែងស្នាក់នៅគាត់កតញ្ញូគាត់ដឹងគុណសងគុណវិញសងគុណតាមរយៈដែលយកខ្លួនយកជីវិតធ្វើជាដើមផាន់ក្នុងការជួយសង្គ្រោះនាងខុននារីនិងលោកលួងរតនសម្បត្តិនៅខណៈពេលដែលចៅប្លន់កណ្ដាលព្រៃនឹងឯងហើយនឹងចៅប្លន់នៅលើផ្ទះជាដើមឃើញទេនេះគឺជាការកតញ្ញូជាការសងគុណហើយសងគុណមួយទៀតតាមរយៈការប្រយោលគឺមិនធ្វើឲ្យលោកគ្រូពេទ្យស្អាតខកចិត្តទេដែលខំទៅសេសម្បត្តិអន្តរាគមឲ្យមករស់នៅមួយគេឈ្មោះកិត្តិយសរបស់លោកគ្រូពេទ្យស្អាតខំជួយអញ្ចឹងចៅចិត្តត្រូវធ្វើអំពើនឹងតបស្នងសងគុណឃើញទេកតញ្ញូចំណុចមួយនេះគឺភក្តីភាពចំពោះសេចក្តីស្នេហាណាភក្តីភាពនេះគឺបដិបត្តិផ្ទុយពីលោកលួងពីលោកបាឡាត់ស្រុកសង្កែបាទមិនមែនធ្វើផ្លូវកាត់ឲ្យខ្ញុំនិយាយចាប់បង្ខំចាប់លោបនាងខុននារីមិនអញ្ចឹងណាបាទចុះកំណត់អប់រំឯទៀតនៅក្នុងហ្នឹងបាទជឿជាក់នៅលើសមត្ថភាពខ្លួនឯងត្រូវតែជឿជាក់តាមរយៈសម្ដីដែលយើងបាននិយាយមុននោះណាតាមសម្ដីឬក៏តាមប្រសាសន៍ផុសតាជើមហ្នឹងគាត់ថាខ្លួនទីពឹងខ្លួនគឺពុទ្ធភាសិតមួយឃ្លាថាអត្តាហិអត្តណោនិថោបាទខ្លួនទីពឹងខ្លួនមិនមែនខ្លួនទីពឹងខ្លួននោះមិនឲ្យទីពឹងអ្នកដទៃទេក៏ប៉ុន្តែមុននឹងយើងសម្រេចចិត្តឲ្យអ្នកដទៃជួយយើងត្រូវតែជួយខ្លួនឯងឲ្យអស់សិនឲ្យអស់វិធីឲ្យអស់សមត្ថភាពឲ្យអស់កម្លាំងកាយចិត្តពាក្យខ្មែរថាជួយខ្លួនឯងឲ្យអស់អាចអស់នោមណាពាក្យខ្មែរយើងអត់ត្រូវប្រឹងឲ្យអស់មិនអីបន្តិចហុចដៃឲ្យគេជួយមិនតិចហុចដៃគេជួយដែលខ្លួនឯងមិនទាន់បានប្រើសមត្ថភាពទេមិនទាន់បានពឹងពាក់មិនទាន់បានបញ្ចេញធម៌ពលគំនិតចិត្តកាយបញ្ញាស្មារតីអត់ទាន់ចេញសោះយើងគិតតែឲ្យគេជួយសេចក្ដីមានរឿងឲ្យគេជួយអញ្ចឹងហើយធ្វើឲ្យយើងអសមត្ថភាពជាហេតុធ្វើឲ្យយើងមិនអាចអភិវឌ្ឍសមត្ថភាពបានទេនៅក្នុងខណៈពេលណាដែលយើងគិតតែពឹងនៅលើអ្នកដទៃអញ្ចឹងបាទនេះជាគំនិតអប់រំគឺត្រូវតែជឿជាក់លើសមត្ថភាពខ្លួនឯងសាលាបង្រៀនគួរយុវគុណវុឌ្ឍិសប្បាយរៀនឆាប់ចេះប្រើចំណេះត្រូវ